សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វគ្គបន្ទាប់នៃសាច់រឿងអ្នកបម្រើប្រុសគឺជាស្ដេចបិសាចអ្នកនរគ្នាដូចសមម្ដងអញ្ចឹងមុននឹងការចាប់ផ្ដើមសាច់រឿងដែរគឺចង់ឲ្យគ្នាជួយ Subscribe មកលើ Channel របស់ខ្ញុំផងដូចជាការ Like Comment អ្វីក៏បានជាការលើកទឹកចិត្តរបស់ខ្ញុំដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវគ្គបន្តទៀតតែកុំឲ្យខាតពេលយូរយើងមកតាមអ្នកនរគ្នាតាមសាច់រឿងបន្ទាប់ហ្នឹងនឹងទៅជាយ៉ាងណានៅពេលដែល fan របស់យើងត្រូវបានអ្នកនាងយូទីនលីអ្នកនាងយុនឆាងបានដណ្ដើមគ្នាក្នុងការដល់នៅអាហារដំបូងគឺស្នាដៃដំបូងរបស់ខ្លួនទៅឲ្យ fan នោះតើ fan យើងនឹងទៅជាយ៉ាងណាទៀតហ្នឹងហើយរឿងរបស់ខ្ញុំបានកាត់មកខាងកើតនេះដែរនៅពេលព្រឹកព្រលឹមនោះដែរគឺមេសោះស្រាយមែនតើក៏ប៉ុន្តែនៅក្នុងបន្ទប់នេះវិញគឺអ្នកនាងយុនឆាងអ្នកនាងយូទីនលីនោះគឺកំពុងតែភ័យផងអផងដោយសារគាត់ត្រូវឲ្យ fan ភ្លក់នៅមហូបរបស់គាត់នេះដែរតែ fan នោះវិញនៅពេលដែលជួបបញ្ហានេះហើយគឺថារៀងវិលមុខទីហើយក៏បាននិយាយថាយ៉ាងណាមកមុនគឺខ្ញុំញ៉ាំរបស់អ្នកនោះមុនអញ្ចឹងខ្ញុំចាប់ផ្ដើមពីអាហាររបស់អ្នកនាងលីហើយហ្នឹងហើយនៅពេលដែល fan ចាប់ផ្ដើមចាប់ចង្កឹះញ៉ាំអាហាររបស់អ្នកនាងលីនោះធ្វើឲ្យអ្នកនាងយុនឆាងរបស់យើងគឺទឹកមុខរៀងស្ងប់ស្ងាត់ដែរហើយអ្នកនាងលីនោះគឺញញឹមខ្ជិបហើយបន្ទាប់ពី fan បានដាក់អាហារវាមាត់របស់អ្នកនាងយូទីនលីនោះពី fan ញាប់អើមែនតើដោយសាររសជាតិរបស់វាគឺឆ្ងាញ់មែនតើដោយនិយាយថាវ៉ាវឆ្ងាញ់មែនតើហ្នឹងហើយធ្វើឲ្យអ្នកនាងលីនោះគឺថាញញឹមខ្ជិបមែនតើរីឯខួយដែលជាអ្នកបម្រើរបស់អ្នកនាងលីក៏បាននិយាយដែរថាអ្នកនាងរបស់ខ្ញុំគឺពូកែខាងធ្វើម្ហូបមែនតាំងពីអាយុ10ឆ្នាំមកម្លេះហ្នឹងហើយគឺបទពិសោធន៍យូរឆ្នាំដែរហើយខួយក៏បន្តនិយាយទៀតថាគ្មាននរណាម្នាក់នៅទីក្រុង Taipei នេះដែលអាចយកឈ្នះអ្នកនាងខ្ញុំបាននោះទេអ្នកនាងខ្ញុំគឺពូកែធ្វើម្ហូបមែនតើហ្នឹងហើយគាត់ទៅលើបែបនោះដែរគឺអ្នកនាងយុនឆាងរបស់យើងក៏មិននៅស្ងៀមដែរគឺបាននិយាយជាមួយ fan ថា fan ព្យាយាមញ៉ាំរបស់ខ្ញុំម្ដងមើលរីឯខូយនោះវិញក៏បាននិយាយទាំងឆ្លើយចំអកទៅអ្នកនាងយុនឆាងវិញដែរថាលោកម្ចាស់ចៅលោកគួរតែមានភាពស្មោះត្រង់ហ្នឹងហើយរីឯ fan របស់យើងក៏បន្តមកញ៉ាំរបស់អ្នកនាងយុនឆាងដែរក៏ប៉ុន្តែនៅពេលដែលបានបើកប្រអប់របស់អ្នកនាងយុនឆាងមកគឺឃើញតែដុំខ្មៅទេហើយដូចខ្ជូងអញ្ចឹងហ្នឹងហើយធ្វើឲ្យ fan នោះរៀងតែអញហ្នឹងហើយទោះចម្លែកមែនក៏ប៉ុន្តែ fan របស់យើងក៏ព្យាយាមញ៉ាំដែរដោយដាក់មួយម៉ាត់ចូលក្នុងមាត់ទៅហើយក៏បានបើកភ្នែកធំតែម្ដងតែមិនដឹងថារសជាតិយ៉ាងម៉េចនោះទេក៏ប៉ុន្តែមួយសន្ទុះក្រោយមក fan ក៏ជែកមកវិញដោយនិយាយថាថ្នាំពុលគឺមានរសជាតិឆ្ងាញ់ជាងនេះទៅទៀតហ្នឹងហើយគឺម្ហូបអ្នកនាងយុនឆាងរបស់យើងគឺអត់ខាតទេណាអត់និយាយថ្នាំពុលទៀតតោះមក fan ក៏បន្តនិយាយទៀតថាប្រហែលជាខ្ញុំញ៉ាំអានេះវិញហ្នឹងហើយគាត់ទៅបែបនោះភ្លាមធ្វើឲ្យអ្នកនាងយុនឆាងរបស់យើងនោះគឺទឹកភ្នែកទឹកស្បោហើយអ្នកនាងលីក៏ញញឹមដែរហ្នឹងហើយបន្តមកអ្នកប្រុសយន្តហែរបស់យើងក៏បានចូលមកក្នុងបន្ទប់នេះដែរដោយឆ្ងល់ចំលោកមេកងផាងក៏ប៉ុន្តែមួយសន្ទុះក្រោយមកបាននិយាយថាចំអីគេហ្នឹងក៏មានក្លិនឈ្ងុយម្ល៉េះបន្ទាប់មកអ្នកប្រុសយន្តហែរបស់យើងក៏បាននិយាយជាមួយ fan ថាលោកម្ចាស់ឈើទីបំផុតលោករកអាហារដែលចូលចិត្តឃើញហើយតើលោកចង់ចែកម្លែកអាហារដ៏ឈ្ងុយឆ្ងាញ់នេះជាមួយនឹងខ្ញុំដែរទេហ្នឹងហើយអ្នកប្រុសយន្តហែរបស់យើងគឺអត់ខ្វល់ពីបងស្រីទេគឺរីករាយជាមួយនឹងអាហារនេះវិញបន្ទាប់មក fan ក៏បាននិយាយថាស៊ូទៅស៊ីរបស់បងស្រីឯងនោះទៅហ្នឹងហើយគឺ fan អត់ចង់ចែកម្លែកជាមួយទេហើយឯអ្នកប្រុសយន្តហែរបស់យើងនោះក៏ហ៊ានសង្ហាចិត្តតិចដែរបន្ទាប់មកគាត់និយាយថាបងស្រីរបស់ខ្ញុំគឺគាត់អត់ចេះពីរបៀបធ្វើម្ហូបនោះទេគាត់មិនដឹងថាទ្វារចង្ក្រានបាយហ្នឹងនៅទីណាផងហ្នឹងហើយនិយាយតែអត់ខ្វល់រីឯអ្នកនាងយុនឆាងរបស់យើងគឺកំសត់មែនតើបានហារៀងទឹកភ្នែកទឹកស្បោហើយបន្ទាប់មកអ្នកនាងយុនឆាងរបស់យើងក៏បានរត់ចេញទៅក្រៅទៅហើយអ្នកប្រុសយន្តហែដែលនៅទីនោះក៏បានសម្លឹងដែរក៏រៀងឆ្ងល់តិចដែរក៏មកគាត់និយាយថាតើខ្ញុំនិយាយអីខុសមែនហ្នឹងហើយ fan នោះវិញក៏នៅក្បែរនោះក៏បានឆ្លើយដែរថាហើយអត់បានដឹងទេនាងគឺមានមោទនភាពលើខ្លួនឯងពេកហើយហ្នឹងហើយអ្នកប្រុសយន្តហែនិង fan របស់យើងនោះគឺអត់យល់ពីអារម្មណ៍អ្នកធ្វើម្ហូបទេ admin ក៏មិនដឹងដែរគាត់ថាទូទៅយើងមើលរឿងគឺគេហៅថាខកចិត្តអញ្ចឹងណាហ្នឹងតោះតាមដានសាច់រឿងបន្តទៀតតោះ fan ក៏បាននិយាយមួយពួកគេទៀតថាខ្ញុំនឹងទៅជួបគ្រួសារវាមានលេខដាក់ខ្លួនពួកឯងនៅទីនេះហើយកុំទៅក្រៅក្នុងករណីដែលពួកឯងនឹងអាចជួបគ្រួសារជួបចរន្តវិសាយនៅជុំវិញនេះរេខុយក៏បាននិយាយថាអបអរអ្នកនាងលោកម្ចាស់ឈើមើលទៅគឺចូលចិត្តអ្នកនាងហើយប្រពន្ធយន្តហៃរបស់យើងក៏រៀងទៅមុខទីដែរហើយរឿងរបស់យើងបានកាត់មកខាងគ្រួសារវិមានខ្លួននេះវិញដែរគឺនៅក្នុងវិមានអាណាចក្រ Divide ហ្នឹងអ្នកគ្នាគឺឈ្មោះរបស់វា Divide ដែលយើងអត់ដឹងបកថាបាញ់ទេក៏និយាយជាភាសាអង់គ្លេសទៅស្គាល់គ្នាយល់តោះមករឿងរបស់យើងបានកាត់ទៅក្នុងបន្ទប់មួយដែលមានឈ្មោះថា Study Hall ជាភាសាអង់គ្លេសដែលខ្ញុំនឹងបកបែរសំទេតោះមកក៏ឃើញមានសមាបរោះ2នាក់ដែលស្ថិតនៅក្នុងបន្ទប់នោះដែរតោះមកយើងក៏បានឃើញបរោះ2នាក់នោះដែរគឺបរោះម្នាក់ដែលមានឈ្មោះថា Yi Fei Long ដែលមកគ្រួសារវាមានលក្ខខ្លួនដែលតួនាទីរបស់គាត់គឺជាប្រធានតំបន់ហើយម្នាក់ទៀតដែលជាមេដឹកនាំនៃគ្រួសារជួនរំបេសាយនោះដែលមានឈ្មោះថាវ៉ានសានយូហ្នឹងហើយពីរនាក់គាត់គឺបានមកជួបជុំគ្នាដោយខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងទៀតទេដោយសារអីដូចគ្នាបានដឹងចឹងវគ្គមុនគឺគ្រួសារទាំងពីរនេះគឺបានប្រយុទ្ធគ្នាហើយក៏មានអ្នកស្លាប់ដែរជាពិសេសលោកប្រជាជាហ្នឹងតោះមកក៏លើសម្លេងថាហ្នឹងហើយគឺសម្លេងរបស់អធិរាជអ្នកនរគ្នាគឺអធិរាជនៃអាណាចក្រ Divide បន្ទាប់មកម្នាក់ទាំងពីរនោះក៏បានមកថ្វាយបង្គំអធិរាជដែលនិយាយថាសូមគោរពព្រះអង្គបន្ទាប់មកអធិរាជក៏បាននិយាយថាគ្រួសារជ្រួសឆ្លងបិសាចនិងគ្រួសារវិមានលក្ខខ្លួនគឺជាគ្រួសារចំណោមគ្រួសារអធិរាជហើយក៏ជាបង្គោលនៃអាណាចក្រនេះដែរ
តើហេតុអ្វីបានជាពួកឯងមកទីនេះមកសួរសុខទុក្ខយើងមកលោកម្ចាស់បានសានយូក៏បាននិយាយទាំងខ្លាំងៗទៅវិញថាព្រះអង្គមួយខែមុនគ្រួសារវិមានលាក់ខ្លួនបានសម្លាប់លោកព្រះចាយើង2នាក់ពួកគេបានកំទេចនៅកិច្ចព្រមព្រៀងនៃគ្រួសារអធិរាជទាំង7ពួកគេត្រូវតែទទួលទោសព្រះអង្គនឹងហើយបន្ទាប់មកលោកព្រះចានឹងហើយបន្ទាប់មកលោកព្រះចាយីហ្វេឡុងនោះក៏បាននិយាយដែរថាវ៉ាន់សានតែឯងនិយាយបែបនេះដោយរបៀបណាទៅព្រះចាឯងម្នាក់បានមកឈ្លានពាននៅទឹកដីរបស់យើងហើយឥឡូវឯងមកប្រាប់យើងថាយើងគឺជាអ្នកដែលកំទេចកិច្ចព្រមព្រៀងហ្នឹងហើយតើបានលោកបានសានក៏បាននិយាយទៅវិញថាគុំសិលរបស់យើងម្នាក់ខ្វាន់យូគឺបានស្លាប់នៅក្នុងទីក្រុង Tempest យើងត្រូវតែមានសិទ្ធិក្នុងការបញ្ជូនព្រឹត្តិការណ៍របស់យើងដើម្បីទៅស៊ើបអង្កេតវាយីហ្វៃយើងដឹងថាឯងបានយកឱកាសនេះដើម្បីសងសឹកសម្រាប់រឿងដែលបានកើតឡើងជាង20ឆ្នាំមុននោះបងលោកចាយីហ្វៃបានឆ្លើយទៅវិញថាហាហាហាទោះបីអញ្ចឹងក៏ដោយតើវាយ៉ាងម៉េចទៅកាលពី20ឆ្នាំមុនឯងបានតាក់ទែព្រឹត្តិការណ៍ជូឲ្យទៅក្នុងទីក្រុងស្លឹកឈើជ្រុះហើយបានកំទេចភ្នែកព្រះរបស់គេនឹងគ្នាគេដាក់ថា falling leaf ក៏ប៉ុន្តែបើយើងបកជាភាសាខ្មែរយើងគឺថាស្លឹកឈើជ្រុះអញ្ចឹងប្រហែលជាព្រោះស្លាប់ដល់គ្នាហ្នឹងហើយតោះតាមអាសេរីយើងបន្តទៀតទៅមកលោកម្ចាស់យីហ្វៃក៏បន្តនិយាយទៀតថាឯងបានអះអាងថាគេបានរំលោភបំពាននៅកិច្ចព្រមព្រៀងនេះដោយចូលទៅទឹកដីរបស់ឯងយើងមិនចង់និយាយពីបញ្ហានេះនោះទេក៏ប៉ុន្តែពេលនេះគឺប្រជាជនរបស់ឯងបានចូលមកទឹកដីរបស់យើងហើយមិនមែនចូលមកតែមួយនោះទេក៏ប៉ុន្តែចូលមករហូតដល់4នាក់តើនេះឯងហៅថាវាជាការស៊ើបអង្កេតទៅមកលោកប្រជាជនបានសាក៏បាននិយាយថាឯងអ្នកនរគ្នាចង់និយាយពីសាច់រឿងនេះបន្តិចដែរពេលលោកប្រជាជួយឡើងបានបាត់បង់ភ្នែកនោះដោយសារការអន្តៈពីគ្រួសារជួយឆ្លងវិសាយហើយធ្វើឲ្យភ្នែកគាត់ថាបាត់បង់នោះក៏ខាងគ្រួសារជួយឆ្លងវិសាយនេះគេថាយល់ហើយដោយសារលោកប្រជាជួយនោះគឺទៅឈ្លានពានទឹកដីគេតំបន់គេអញ្ចឹងណាអញ្ចឹងដំសារនេះវាម្ដងគេម្ដងជើងរីឯអធិរាជនេះដែរនៅពេលដែលស្ដាប់ពួកគេជជែកគ្នាចន្លើនោះទាំងសៃក៏បានគោះតកហើយក៏បាននិយាយថាគ្រប់គ្រាន់ហើយដោយយោងទៅលើបញ្ហាទាំងនេះពួកឯងទាំងពីរនាក់គឺមានកំហុសទាំងអស់យើងដាក់ព្រះបញ្ជាឲ្យគ្រួសារវិមានលាក់ខ្លួនចាក់ចេញពីទីក្រុង Tempest វាមិនមែនជាទឹកដីឯងទៀតនោះទេហ្នឹងហើយធ្វើឲ្យលោកម្ចាស់យូហ្វៃឡុងនោះគឺថារៀងខឹងតិចហើយគេហៅថាសុកត្រូវអធិរាជដេញចេញពីទីក្រុងរបស់ខ្លួនទឹកដីរបស់ខ្លួនតមកអធិរាជរបស់យើងក៏បានតនិយាយទៀតថាមនុស្សដែលមកពីគ្រួសារឆ្លោះឆ្លងបិសាចនិងគ្រួសារវិមានលាក់ខ្លួនគឺมันអាចមកជាន់ទឹកដីទីក្រុង Tempest ម្ដងទៀតបាននោះទេហ្នឹងហើយធ្វើឲ្យលោកអាចារ្យទាំងពីរនោះគឺញាប់អើបាននិយាយថាព្រះអង្គក៏ប៉ុន្តែអធិរាជក៏បានតនិយាយទៀតថាវាគឺជាការសម្រេចចិត្តរបស់យើងចាប់ពីពេលនេះតទៅយើងមិនចង់ឮបញ្ហាទាំងអស់ពីគ្រួសារអធិរាជទាំង7ទៀតនោះទេហ្នឹងហើយរីឯលោកប្រជាទាំងពីរនោះគឺហ៊ានតមាត់ទៀតទេក៏បាននិយាយថាទទួលព្រះរាជាព្រះអង្គហ្នឹងហើយបន្ទាប់មកក៏បានចាក់ចេញពីព្រះរាជវាំងរីឯអធិរាជក៏បន្តនិយាយទៀតថាយើងមិនគួរឲ្យជឿសោះថាគ្រួសារជួសឆ្លងបិសាចហ៊ានចូលទីក្រុង Tempest វាមើលទៅដូចជាពួកគេបានដឹងរឿងសម្ងាត់កាលពីប្រមាណពាន់ឆ្នាំមុនអញ្ចឹងតបមកក៏មានបុរសម្នាក់ដែលមកពីខាងក្រោយអធិរាជក៏បាននិយាយថាទីក្រុងអធិរាជមួយនេះគឺតែងតែជាទីក្រុងមួយដ៏អស្ចារ្យហើយក៏ជាទីក្រុងដែលមានឥទ្ធិពលដែលមានភ្នែកចាំមើលពីពេញទីនោះទើបបង្គំច្បាស់ណាស់ថាព្រះអង្គប្រកាសជាដឹងពីរឿងនេះតមកអធិរាជក៏បាននិយាយដែរថាមើលទៅដូចជាដល់ពេលដែលត្រូវអនុវត្តផែនការហើយវានឹងមានភាពរុងរឿងឡើងហា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 អ្នកគ្នារឿងរបស់យើងគឺចប់ដំណឹងសិនសម្រាប់អ្នកបានរីករាយនៅវគ្គថ្មីរបស់យើងដែរបានបន្តសាច់រឿងមុននឹងការរៀននេះដែរបើសិនជាគ្នាបន្តបាន Subscribe មកលើ Channel របស់ខ្ញុំទេអ្នកគ្នាជួយ Subscribe មកលើ Channel របស់ខ្ញុំផងហើយបើសិនជាគ្នាពេញចិត្តដែរអ្នកគ្នាអាចជួយ Comment ជាបេះដូងក៏បានអ្វីក៏បានតាមដែលអ្នកគ្នាថាងាយស្រួលហ្នឹងហើយអរគុណច្រើនចាំជួបគ្នានៅវីដេអូបន្តទៀតដែរអរគុណបាយបាយ